ការងឿងឆ្ងល់ក្រោយពីអាជ្ញាធរខេត្តកណ្ដាលចុះបង្ក្រាបទីតាំង scam online នៅស្រុកលើកដែកចំនួន2ទីតាំងដែលជាកម្មសិទ្ធិរបស់លោកគ្រីពេញលេងតែមិនខាត់ខ្លួនលោកគ្រីពេញលេងហៅថាត់កាលពីថ្ងៃទី26ខែឧសភាឆ្នាំ2026កន្លងទៅអាជ្ញាធរខេត្តកណ្ដាលដឹកនាំចុះបង្ក្រាបដោយផ្ទាល់ពីសំណាក់ឯកឧត្តមគុជចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិងកម្លាំងចម្រុះចុះបង្ក្រាបទីតាំងបង្កប់ scam online ចំនួន2ទីតាំងដែលទីតាំងទាំងអស់នោះមានម្ចាស់កម្មសិទ្ធិឈ្មោះគ្រីពេញលេងហៅថាត់ជាអតីតសមាជិកក្រុមប្រឹក្សាស្រុកលើកដែកដោយបានខាត់ខ្លួនជនជាតិបរទេសចំនួន38នាក់ស្រីចំនួន2នាក់និងមនុស្សមួយចំនួនទៀតបានរត់គេចខ្លួនព្រមទាំងរឹបអស់បានវត្ថុតាំងមួយចំនួនធំក្នុងករណីនេះកាលពីថ្ងៃទី31ខែឧសភាឆ្នាំ2026លោកគ្រីពេញលេងហៅថាត់បានចេញវីដេអូមកបញ្ជាក់ថាទីតាំងទាំងពីរនេះគឺលោកបានជួលឲ្យជនជាតិចិនដាច់តែម្ដងដោយលោកមិនបានដឹងរឿងអ្វីឡើយហើយលោកខំប្រឹងនេះគឺដើម្បីចិញ្ចឹមបុគ្គលិកចំនួន70នាក់បន្ថែមទៀតដោយលោកបានធ្វើកិច្ចសន្យាជួលរីសតភ្ជាប់មកជាមួយផងដែរបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូននៅក្នុងសង្គមទាំងអស់ជាទីគោរពនិងជាទីរាប់អានថ្ងៃនេះខ្ញុំបាទគ្រីពេញលេងនិងមីស្ទ័រលេងសូមចេញវីដេអូឃ្លីបតបតទៅសារព័ត៌មានហើយក៏ដូចជាបំភ្លឺទៅសារព័ត៌មានទាំងអស់ដែលបានចុះផ្សាយពីរូបខ្ញុំបាទមីស្ទ័រលេងពាក់ព័ន្ធនឹងការជួលទីតាំងឲ្យជនបរទេសដោយសារខ្ញុំឃើញពាក់ព័ន្ធនឹងនេះផងដែរគឺមានការចុះផ្សាយជាញឹកញយបាទជាញឹកញយខុសប្រក្រតីហើយខ្ញុំក៏ដឹងថាមានការញុះញង់ពីក្រោយនៅរឿងនេះផងដែរដែលបំភ្លឺការពិតតែខ្ញុំបាននិយាយថាបំភ្លឺការពិតនេះទី1គឺខ្ញុំបាទជួលទីតាំងនេះទីតាំងរបស់ខ្ញុំគឺជាផ្ទះសំណាក់ដើមឡើយភៀវគាត់ចេញចូលជួលធម្មតាស្នាក់នៅមួយយប់ពីរយប់ចេញចូលធម្មតាហើយរហូតមកដល់គាត់បានសុំជួលជាខែជួលទាំងអស់ហើយទស្សនៈរបស់ខ្ញុំនេះផងដែរគឺក្នុងមួយថ្ងៃកម្រិតទៀតណាស់ខ្ញុំរកបានមួយថ្ងៃទៅ200 100ទៅ200ដុល្លារដែរហើយខ្ញុំគិតឃើញថាបើគេជួលដាច់ចេះយើងបានលុយដុំគឺខ្ញុំសម្រេចចិត្តថាជួលទៅហើយខ្ញុំក៏បានធ្វើលិខិតជួលត្រឹមត្រូវបាទជួលត្រឹមត្រូវដោយមិនមានឲ្យធ្វើប្រព្រឹត្តអ្វីដែលខុសប្រឆាចពីផ្លូវច្បាប់ទេបាទហើយខ្ញុំគឺជាទីតាំងផ្ទះសំណាក់អញ្ចឹងរឿងខ្ញុំជួលទីតាំងឲ្យគេហើយខ្ញុំមិនបាននៅដឹងនៅលឺឲ្យគេព្រោះយើងជួលឲ្យគេទាំងមូលគឺផ្ទះសំណាក់ហ្នឹងអញ្ចឹងខ្ញុំបាទអត់បានដឹងបានលឺតែគេត្រូវធ្វើអីខ្ញុំអត់បានដឹងទាំងអស់ហើយខ្ញុំក៏មិនសូវបាននៅកន្លែងដែរបាទព្រោះការងារខ្ញុំច្រើនដែរពេលខ្លះក៏មកគេងទៅពេលយប់មកដល់តែពេលយប់ពេលល្ងាចអញ្ចឹងទៅបាទពេលខ្លះក៏មិននៅទៅពាក់ព័ន្ធនឹងដែរគឺខ្ញុំជួលបានរយៈពេល2ខែជាងក៏មានការចុះបង្ក្រាបហើយខ្ញុំក៏ទទួលបានព័ត៌មានដែរសារពីរបស់សម្ដេចវិជោហើយសម្ដេចធិបតីហើយខ្ញុំនឹងរៀបចំថាចាប់ដើមនឹងរំសាយក៏រឿងហ្នឹងមកដល់មុនអ្វីដែលខ្ញុំគិតហើយខ្ញុំក៏នឹងបញ្ជាក់ថាបើសិនជាខ្ញុំមានការខុបខិតមែនម្លោះខ្ញុំមិនពិបាកវេទនាដូចសពថ្ងៃទេឲ្យសួរថាខុបខិតយ៉ាងម៉េចបើរាល់ថ្ងៃនេះខ្ញុំសុំបាទឲ្យគេខ្លួនឯងក្នុងคลิปនេះចុះបាទរាល់ថ្ងៃចិញ្ចឹមបុគ្គលិក70នាក់នៅលើអាជីវកម្មរបស់ខ្ញុំបាទដូចជាគម្រោងរមណីយដ្ឋានក៏ដូចជាការងារគ្រឿងចក្ររបស់ខ្ញុំក៏ដូចជាការងារហាង KTV មួយក្លឹបផ្ទះសំណាក់ហ្នឹងទាំងអស់គឺចូល70នាក់ខ្ញុំប្រឹងមួយថ្ងៃទៅមួយថ្ងៃប្រមូលថវិកាខ្សែសំបាទថែទាំបុគ្គលិកថែទាំគ្រួសារហើយក៏ថ្ងៃនេះសួរថាខ្ញុំគប់កាត់ស្កេមយ៉ាងណាបើក្រលំបាកយ៉ាងនេះចាពាក់ធនាគារ ABA 250000ចាពាក់ធនាគារ AC លីណា 50000ចាពាក់លុយឯកជនដែលខំថាយកមកកសាងបន្ថែមឲ្យហើយគម្រោងរមណីយដ្ឋានបឹងនិស័យរបស់ខ្ញុំនេះខ្ទង់300000ជាងទៀត
ភាពមិនប្រក្រតីនៃពាក្យសម្ដីនិងឯកសាររបស់លោកគ្រីពេញលេងហៅថាត់ហាក់កំពុងបំភ្លៃការពិតដែលហេតុថាកិច្ចសន្យាជួលរីសតគឺត្រូវបានអនុវត្តចាប់ពីថ្ងៃទី1 ខែមិថុនាឆ្នាំ2026រយៈពេល2ឆ្នាំប៉ុន្តែឯកឧត្តមអភិបាលខេត្តកណ្ដាលបានដឹកនាំសមត្ថកិច្ចចុះបង្ក្រាបនៅថ្ងៃទី26 ខែឧសភាឆ្នាំ2026គឺមុនថ្ងៃនៃកិច្ចសន្យាជួលមានប្រសិទ្ធភាពរហូតដល់5ថ្ងៃដែលនេះបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ថាលោកគ្រីពេញលេងហៅថាត់គឺជាបុគ្គលដ៏សំខាន់ដែលនៅជាប់ពាក់ព័ន្ធនឹងករណី scam online មហាជនមានការងឿងឆ្ងល់ជាខ្លាំងក្នុងករណីជាប់បង្ក្រាបទីតាំង scam online ព្រមទាំងស្គាល់ម្ចាស់ទីតាំងឈ្មោះគ្រីពេញលេងហៅថាត់យ៉ាងច្បាស់បែបនេះតែមិនខាត់ខ្លួនដើម្បីសួរនាំឬមានអាចកំបាំងអ្វីនៅពីក្រោយករណីនេះឬលោកគ្រីពេញលេងហៅថាត់មានបារមីធំនៅចាំជួយថែរក្សាមហាជននៅតែមានក្តីសង្ឃឹមយ៉ាងមុតមមថាឯកឧត្តមគួចចម្រើនអភិបាលខេត្តកណ្ដាលនឹងបើកការស៊ើបអង្កេតឲ្យកាន់តែស៊ីជម្រៅនិងឃាត់ខ្លួនអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់អនុវត្តតាមនីតិវិធីច្បាប់ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាខ្ញុំសូមបញ្ជាក់ការបង្ក្រាបការឆបោកតាមបច្ចេកវិទ្យាត្រូវដើរទន្ទឹមនឹងការបោសសម្អាតនិងបង្ក្រាបមន្ត្រីដែលជាប់ពាក់ព័ន្ធនិងដកចោលនឹងមន្ត្រីដែលមិនព្រមអនុវត្តពីកម្រិតខុសគ្នាមួយអ្នកជាប់ពាក់ព័ន្ធបញ្ជូនឲ្យតុលាការអស់លោកយើងមានយន្តការសពគ្រប់ហើយជួនកាលឆ្លងកាត់អង្គភាពប្រចាំអំពើពុករលួយមុននឹងបញ្ជូនទៅតុលាការឬមានផុសតាំងគ្រប់គាត់បញ្ជូនទៅតុលាការដកសាសដកអីrồiហើយបញ្ជូនទៅតុលាការកាត់កុំឲ្យថាអើយហើយដកអញដកទៅដកអញដកទៅអញសល់1លានឬ2លានដុល្លារដែរប្រពន្ធកូនអញមិនខ្វះលុយចាយទេប្រាក់ខែប៉ុណ្ណឹងអញមិនបាច់ចាប់ដកយកអាលុយនោះទៀតយកលុយនឹងទៅជួយកងទ័ពចៅហ្វាយខេត្តមេ PM មេប៉ូលីសព្រោះសមត្ថកិច្ចនគរបាលយុត្តិធម៌បើឃើញថាវាមិនព្រមធ្វើទេដាក់វាយកទៅដកវាចេញមក